ថ្មីនេះគេពិនិត្យឃើញអ្នកដែលបានផ្ទុកពពួកមេរោគ HIV ចាមេរោគ AIDS នៅខេត្តតាកែវចំនួនរហូតដល់73,000នាក់ចា73,000នាក់បងមិនមែនធម្មតាណាចុះយើងសាកសម័យមើលក្នុងប្រទេសកម្ពុជាយើងទាំងមូលតើមានអ្នកផ្ទុកចំនួនប្រមាណអ្នកទៅបើគ្រាន់តែមួយខែនេះ73,000នាក់បាត់ហើយចាបញ្ហាទាំងអស់ហ្នឹងហើយបងប្អូនទាំងគ្នាជាចំណុចមួយដែលយើងគួរតែប្រុងប្រយ័ត្នហើយយកចិត្តទុកដាក់មែនតើចាដែលយើងធ្វើឲ្យប្រហែសជាពិសេសអ្នកដែលមានដៃគូច្រើនចាគាត់មានដៃគូច្រើនគាត់អត់ការពារចាគាត់ចេះតែបន្ថយបន្ថែមអញ្ចឹងគាត់ក៏ថាអត់អីសិនចាចុងក្រោយពពួកមេរោគគឺរីកដុះដាលពីម្នាក់ទៅម្នាក់ចាក្នុងម្នាក់គាត់មានដៃគូច្រើនដៃគូគាត់ម្នាក់ទៀតគាត់មានដៃគូច្រើនបន្តទៀតអញ្ចឹងធ្វើឲ្យអាការឆ្លងអស់ហ្នឹងគឺកាន់តែរីករាលដាលតែម្ដងជាងធ្វើម៉េចការពារណាចាការពារឲ្យបានល្អទៅហើយបើយើងមានដៃគូច្រើនយើងការពារទៅតាមហ្នឹងទៅចាការពារក៏វាប្រសើរជាងព្យាបាលដែរត្បិតតែមានថ្នាំពន្យាប៉ុន្តែអត់អាចពន្យាយើងបានពេញមួយជីវិតទេយើងត្រូវចាំបែបហ្នឹងបូកផ្សំមួយយើងអត់សូវខ្វល់ខ្វាយពីសុខភាពចិត្តនឹងវាអត់តែលឿនមែនតើពន្លឿនរបស់មេរោគក៏វាបូកផ្សំមួយយើងដូចគ្នាចំណីអាហារដែលយើងញ៉ាំចូលទៅយើងញ៉ាំខុសមួយថ្ងៃមេរោគកើនយើងញ៉ាំខុសមួយថ្ងៃកម្លាំងមេរោគខ្លាំងមកពេលអញ្ចឹងហើយចំណុចហ្នឹងគឺយើងគិតមែនតើបងប្អូនការពារទាំងអស់គ្នាទៅល្អណា